បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាបងដែរបាទហើយថ្ងៃនេះខ្ញុំមកចែកម្លែកពីផ្នែកតូចមួយរបស់ខ្ញុំដែលជានិស្សិតបរទេសមកសិក្សានៅក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងវាមិនជាការងាយស្រួលហ្មងទេបាទហើយដូចសាលាខ្ញុំអីទោះបីជាសាលាទំនើបសាលាលយជាន់ទី10ជាន់ទី13ទី15មិនក៏ដោយបាទក៏យើងអត់ប្រឹងរៀនគឺអត់ចេះដូចគ្នាអញ្ចឹងបាទអញ្ចឹងសំខាន់ដូចខ្ញុំនេះរៀនអត់សូវប៉ាកែហើយក៏អត់ប៉ាកែរៀនទៀតហើយសំខាន់លេខរៀងនៅខាងក្រោយទៀតបាទតែមើលក្តារខៀនអីក៏មើលមិនសូវឃើញទេបាទហើយសំខាន់រៀនជាភាសាគេក៏មិនស្រួលដូចភាសាយើងដែរបាទអញ្ចឹងវាមិនស្រួលដូចដែលគេមើលឃើញឬគេគិតអីប្រហែលទេបាទតែបើយើងមើលស្រីស្អាតអីបាទនឹងខ្ញុំប៉ាកែខាងនឹងដែរបាទតែនិយាយលេងទេបាទពេលខ្លះយើងក៏ stress យើងក៏ស្មុកយើងក៏មានវិបត្តិមានបញ្ហាមានសម្ពាធមានអីដូចគ្នាអញ្ចឹងបាទសំខាន់យើងចេះច្នៃប្រឌិតវាយើងចេះកាត់បន្ថយ stress យើងចេះទៅរកចំណងខ្លួនឯងរកអីតាមនឹងអញ្ចឹងបាទយើងមិនមែននៅតែស្មុកនៅតែមកកន្លែងហើយគិតអីអត់ចេញអីអញ្ចឹងទេបាទអញ្ចឹងជីវិតជាអ្នកសិក្សាមិនថាការងារមិនថាការរស់នៅអីសិតតែយើងប្រឹងទាំងអស់អញ្ចឹងបាទបើយើងអត់ចេះយើងត្រូវចេះរកអ្នកពិគ្រោះយោបល់ចេះសួរនាំគេចេះអីអញ្ចឹងបាទអញ្ចឹងដូចខ្ញុំអីមិនមែនជាសិស្សកែទេរៀនធ្លាក់ក៏មានប្រឡងសងក៏មានមិនដើរហិតរហូតឆ្វេងឆ្វាយអីក៏នៅមានដូចគ្នាអញ្ចឹងបាទហើយជាពិសេសខ្ញុំតែងតែស្ដាប់សម្ដីគ្រូខ្ញុំថាគាត់ថាយើងកំពុងរៀនទៅដើម្បីចែកម្លែកចំណេះដឹងគ្នាទៅវិញទៅមកហើយជាពិសេសយើងចេះបានគួរសមទៅយើងបរៀនគេបន្តទៀតអញ្ចឹងបាទព្រោះយើងមានចំណេះដឹងយើងចែកម្លែកទៅគេតទៀតបាទដើម្បីឲ្យសង្គមនឹងរីកចម្រើនអស់គ្នាបាទបើមានការខុសទោសឲ្យសូមជួយចែកម្លែកឬក៏ជួយណែនាំផងបាទកូនច្រើន